សួស្តីគ្នាយើងកំពុងคุยกันអីហ្នឹងកណាបកថាបច្ចេកវិទ្យាបានរីកចម្រើនយ៉ាងខ្លាំងជាពិសេសទៅលើយុវជនក៏ប៉ុន្តែអីគេទៅខ្ញុំមើលឃើញថាពួកគេបានប្រើប្រាស់បច្ចេកវិទ្យាអត់បានត្រឹមត្រូវទេដោយសារពួកគាត់រកចំណាយពេលច្រើនពេកទៅលើ social media ហើយថែមទាំងបាត់បង់ការផ្ដោតអារម្មណ៍ទៅលើការសិក្សាទៀតតែយើងគួរធ្វើម៉េចទៅអញ្ចឹងខ្ញុំគិតថាពួកយើងគួរតែបង្កើត website មួយដើម្បីដោះស្រាយបញ្ហាហ្នឹងអាត្មាយល់ចឹងដែរអញ្ចឹង website យើងគួរតែដាក់ឈ្មោះអីឥឡូវខ្ញុំគិតថា website របស់ពួកយើងគួរដាក់ឈ្មោះថាបច្ចេកវិទ្យានិងយុវជនខ្មែរមិនដែរសូមស្វាគមន៍មកកាន់ការ demo website CTU នេះគឺជាទំព័រដើមនៃ website CTU ដែលរចនាឡើងដោយផ្ដោតទៅលើភាពសាមញ្ញនិងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដើម្បីធ្វើការសិក្សាស្វែងយល់អំពី digital និងផលប៉ះពាល់នៃការប្រើប្រាស់បណ្ដាញសង្គមមិនបានត្រឹមត្រូវឥឡូវយើងមកដល់គម្រោងរូបភាពដែលបង្ហាញអំពីផលប៉ះពាល់និងការសិក្សាតាមប្រព័ន្ធ digital ឥឡូវយើងចូលមើលព័ត៌មានលម្អិតដែលទាក់ទងនឹងផលប៉ះពាល់នៃបណ្ដាញសង្គមនិងការគ្រប់គ្រងពេលវេលាបន្ទាប់មកជួយទៅទំព័រដើមដដែលយើងមើលព័ត៌មានផ្សេងៗដែលទាក់ទងនឹងគម្រោងរូបភាពនិងការសិក្សានិងផលប៉ះពាល់ផ្សេងៗហើយក៏មានព័ត៌មានសង្គមដែលនិយាយអំពីការប្រវត្តិសកម្មភាពយុវជនពិធីបុណ្យនិងព័ត៌មានក្នុងសង្គមផ្សេងៗជាច្រើនទៀតហើយក៏មានសំណួរចម្លើយបង្ហាញពីរបៀបនៃការប្រើប្រាស់បណ្ដាញសង្គមឲ្យបានត្រឹមត្រូវផងដែរបន្តមកទៀតយើងទៅកាន់ទំព័រអត្ថបទដែលនៅក្នុងទំព័រអត្ថបទមានទំព័របច្ចេកវិទ្យានិងទំព័រអប់រំជាបឋមយើងទៅកាន់ទំព័របច្ចេកវិទ្យាជាមុនសិននៅក្នុងទំព័របច្ចេកវិទ្យាក៏បង្ហាញអំពីបច្ចេកវិទ្យាថ្មីៗនិងបញ្ញាសិប្បនិម្មិតឬក៏ហៅថា AI ដើម្បីឲ្យយកកាន់តែស៊ីជម្រៅទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗសូមចុចទៅពាក្យអានបន្ថែមក៏បង្ហាញផ្ទាំងថ្មីមួយទៀតដែលទាក់ទងនឹងរថយន្តបើកដោយស្វ័យប្រវត្តិនិងមុខងារសំខាន់ៗទាក់ទងនឹងបច្ចេកវិទ្យាផងដែរដើម្បីឲ្យយល់កាន់តែច្បាស់ទាក់ទងនឹងមុខងារសំខាន់ៗសូមចុចទៅលើពាក្យព័ត៌មានលម្អិតនិងបង្ហាញអំពីព័ត៌មានប្រព័ន្ធនៃការប្រើប្រាស់បច្ចេកវិទ្យាឲ្យបានត្រឹមត្រូវហើយក៏បង្ហាញណែនាំអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវផងដែរមានដូចជាបន្ថយគ្រោះថ្នាក់សន្សំពេលវេលានិងងាយស្រួលប្រើប្រាស់បន្ទាប់មកទៀតយើងធ្វើការចុចទៅទំព័រអត្ថបទនិងចូលទៅកាន់ទំព័របច្ចេកវិទ្យាដដែលដើម្បីមើលព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតដែលកំពុងពេញនិយមប្រើប្រាស់ជាច្រើននៅលើសកលលោកយើងនេះហើយក៏មានការបង្ហាញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃផងដែរដែលមានការការពារគណនីដោយអត្តន័យនិងព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យាឆ្លាតវៃជាច្រើនទៀតហើយក៏មានទាក់ទងនឹងអត្ថប្រយោជន៍នៃបច្ចេកវិទ្យាផងដែរមានដូចជាការរៀនសូត្រការធ្វើការពីចម្ងាយនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតនៃការប្រើប្រាស់បច្ចេកវិទ្យាឥឡូវយើងទៅកាន់ទំព័រអត្ថបទសារជាថ្មីនិងទៅកាន់ទំព័រអប់រំដើម្បីមើលព័ត៌មានលម្អិតឥឡូវយើងចូលមកកាន់ទំព័រអប់រំដែលបង្ហាញពីការអប់រំនិងការសិក្សាតាមប្រព័ន្ធ Digital និងវគ្គសិក្សាតាមប្រព័ន្ធ Online សូមចុចទៅលើវគ្គសិក្សា Online ខ្លីៗនិងបង្ហាញផ្ទាំងថ្មីមួយទៀតដែលបង្ហាញអំពីកម្មវិធីសិក្សានិងវគ្គសិក្សាខ្លីៗជាច្រើនឥឡូវយើងធ្វើការត្រឡប់ទៅទំព័រអប់រំសារជាថ្មីដើម្បីមើលទាក់ទងនឹងព័ត៌មានផ្សេងៗដែលមានវគ្គសិក្សាមានវីដេអូសិក្សាអំពី Digital ហើយក៏មានទាក់ទងនឹងយុវជនខ្មែរដែលផ្លាស់ប្ដូរជីវិតតាមរយៈបច្ចេកវិទ្យាផងដែរសូមចុចអានទាំងពេញលម្អិតដើម្បីមើលទាក់ទងនឹងប្រវត្តិសិក្សារបស់ពួកគាត់នីមួយៗឥឡូវយើងសូមធ្វើការបន្តទៅទំព័រកន្លឹកនៅទំព័រកន្លឹកក៏បង្ហាញអំពីកន្លឹកប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវផងដែរដោយយើងមានទៅការកំណត់ពេលវេលាសុវត្ថិភាពទិន្នន័យនិងរៀងតាមប្រព័ន្ធ Digital ជាដំបូងយើងទៅមើលព័ត៌មានលម្អិតទាក់ទងនឹងការកំណត់ពេលវេលាសូមចុចអានបន្ថែមដើម្បីមើលទាក់ទងនឹងការកំណត់ពេលវេលាដែលមានការប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវមានការថែរក្សាភ្នែកថែរក្សាសុខភាពល្អមានតុល្យភាពជីវិតបច្ចេកវិទ្យាជួយឲ្យជីវិតកាន់តែងាយស្រួលបន្ទាប់មកយើងត្រឡប់ទៅទំព័រកន្លឹកដើម្បីមើលទាក់ទងនឹងកន្លឹកប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវជាច្រើនទៀតហើយក៏មានទាក់ទងនឹងការគ្រប់គ្រងពេលវេលារៀបចំការភាគនិងការគ្រប់គ្រងពេលវេលាផ្សេងៗជាច្រើនទៀតហើយក៏ណែនាំពីរបៀបប្រើប្រាស់អ៊ីនធឺណិតឲ្យមានសុវត្ថិភាពផងដែរបន្តមកទៀតយើងទៅកាន់ទំព័រសហគមន៍នៅក្នុងទំព័រសហគមន៍យើងអាចពិភាក្សានិងបង្
បង្កើតប្រកាសនិងស្វែងរកប្រកាសបានផងដែរប៉ុន្តែមុននឹងបង្កើតប្រកាសនិងស្វែងរកប្រកាសយើងសូមធ្វើការបង្កើតគណនីជាមុនសិនហើយក៏មានការចូលគណនីសម្រាប់អ្នកដែលមាន account ស្រាប់និងសម្រាប់អ្នកប្រើប្រាស់ដែលមិនទាន់មានគណនីសូមធ្វើការចុចបង្កើតគណនីដើម្បីអាចបង្កើតប្រកាសនិងស្វែងរកប្រកាសហើយក៏អាចបញ្ចេញមតិទៅលើកម្មវិធីសិក្សានីមួយៗបានផងដែរដែលទី1សូមបំពេញនាមខ្លួននាមប្រកប Gmail លេខទូរស័ព្ទនិងចុចបង្កើតពាក្យសម្ងាត់បញ្ជាក់ពាក្យសម្ងាត់ចុចគ្រីសខ្ញុំយល់ព្រមលក្ខខណ្ឌនិងកិច្ចព្រមព្រៀងចុចបង្កើតគណនីនៅដើម្បីឲ្យបញ្ចូលពាក្យសម្ងាត់ប៉ុន្តែបើភ្លេចពាក្យសម្ងាត់អ្នកប្រើប្រាស់ក៏អាចបង្កើតពាក្យសម្ងាត់ថ្មីបានផងដែរដោយគ្រាន់តែចុចភ្លេចពាក្យសម្ងាត់និងបង្ហាញសារទាក់ទងនឹងការបង្កើតពាក្យសម្ងាត់បានជោគជ័យនិងបង្ហាញផ្ទាំងថ្មីមួយទៀតសម្រាប់អ្នកប្រើប្រាស់អាចកំណត់ពាក្យសម្ងាត់ថ្មីឡើងវិញបានដោយគ្រាន់តែបំពេញ Gmail ហើយគ្រាន់តែចុចផ្ញើកំណត់ឡើងវិញនិងចូលទៅកាន់ផ្ទាំងថ្មីមួយទៀតដើម្បីឲ្យផ្ទៀងផ្ទាត់លេខកូដ OTP បន្ទាប់ពីបំពេញលេខកូដ OTP រួចហើយសូមចុចផ្ទៀងផ្ទាត់និងបង្ហាញផ្ទាំងថ្មីមួយទៀតដើម្បីឲ្យបំពេញពាក្យសម្ងាត់ថ្មីនិងបញ្ជាក់ពាក្យសម្ងាត់ថ្មីបន្ទាប់មកចុចកំណត់ពាក្យផងដែរដូច្នេះសូមបញ្ចូលពាក្យសម្ងាត់សារជាថ្មីដើម្បីអាចទៅកាន់ website យើងបានម្ដងទៀតបន្ទាប់ពីបំពេញពាក្យសម្ងាត់ហើយសូមចុចចងចាំខ្ញុំនិងចូលគណនីដូច្នេះយើងនឹងមកកាន់ទំព័រដើមនៃ website CTU ផងដែរបន្ទាប់មកយើងចូលទៅកាន់ទំព័រសហគមន៍ដើម្បីយើងអាចបង្កើតប្រកាសនិងស្វែងរកប្រកាសព្រមទាំងអាចបញ្ចេញមតិទៅលើកម្មវិធីសិក្សាផ្សេងៗបានផងដែរបន្ទាប់មកសូមចុចបញ្ចេញមតិដូច្នេះសាររបស់អ្នកប្រើប្រាស់ក៏បង្ហាញនៅខាងក្រោមកម្មវិធីសិក្សាផងដែរបន្ទាប់មកទៅកាន់ទំព័រដំណឹងនៅក្នុងទំព័រដំណឹងក៏បង្ហាញអំពីព័ត៌មាននៅក្នុងសង្គមសកម្មភាពយុវជននៅពិធីបុណ្យព្រមទាំងព័ត៌មានផ្សេងៗនៅក្នុងសង្គមផងដែរនិងមានដំណឹងថ្មីៗទាក់ទងនឹងប្រព័ន្ធ Digital ជាច្រើនសម្រាប់អ្នកប្រើប្រាស់អាចធ្វើការសិក្សាស្វែងយល់បន្ថែមបានហើយក៏មានទាក់ទងនឹងព្រឹត្តិការណ៍និងយុទ្ធនាការផ្សេងៗនៅក្នុងសង្គមទៀតផងដែរជាពិសេសក៏មានទាក់ទងនឹងវីដេអូនិងការណែនាំអំពីការសិក្សារៀនសូត្រតាមប្រព័ន្ធ Digital បន្ទាប់មកយកទៅកាន់ទំព័រអំពីយើងដោយនៅក្នុងទំព័រអំពីយើងក៏អាចធ្វើការទំនាក់ទំនងនិងជំនាញផ្សេងៗជាច្រើនទាំងក្រុមសមាជិករបស់ក្រុមពួកយើងផងដែរហើយឥឡូវយើងចូលមកកាន់ទំព័រទំនាក់ទំនងនៅក្នុងទំព័រទំនាក់ទំនងអ្នកប្រើប្រាស់ក៏អាចផ្ញើសារមកកាន់ពួកយើងបានផងដែរដោយគ្រាន់តែបំពេញឈ្មោះ email ទាក់ទងនឹងប្រធានបទហើយបន្ទាប់មកចុចផ្ញើសារនិង alert បានជោគជ័យផងដែរនិងបង្ហាញទីតាំងផ្សេងៗផងដែរព្រមទាំងអ្នកប្រើប្រាស់អាចចុចកែប្រែប្រវត្តិរបស់អ្នកប្រើប្រាស់ដោយអាចផ្លាស់ប្ដូរឈ្មោះថ្មីបាន email ថ្មីនិងព័ត៌មានផ្សេងៗបានផងដែរបន្ទាប់មកចុចរក្សាការកំណត់ដូច្នេះការកែប្រែប្រវត្តិរបស់អ្នកប្រើប្រាស់ក៏បានជោគជ័យបន្ទាប់មកទៀតយើងចាក់ចេញពី account អ្នកប្រើប្រាស់និងទៅកាន់ account admin ម្ដងដើម្បីមើលទាក់ទងនឹងទិន្នន័យឬក៏ព័ត៌មានផ្សេងៗតែជាបឋមយើងត្រូវបំពេញពាក្យសម្ងាត់របស់ admin ជាមុនសិនដើម្បីអាចទៅកាន់ទំព័រ admin បានឥឡូវយើងចូលមកកាន់ទំព័រ admin ហើយនៅក្នុងទំព័រ admin និង website យើងទាំងមូលក៏មានដាក់ mood និង line mood ផងដែរហើយនៅក្នុងទំព័រ admin ក៏មានមុខងារសំខាន់ៗដែលទាក់ទងនឹងទិដ្ឋភាពទូទៅការគ្រប់គ្រងមាតិកាព័ត៌មានបន្ថែមការគ្រប់គ្រងអ្នកប្រើប្រាស់សុវត្ថិភាព profile ការកំណត់ផ្សេងៗបានផងដែរជាចុងក្រោយយើងខ្ញុំជានិស្សិតថ្នាក់កញ្ចប់សិក្សាពិសេសជំនាញ HTML CSS Bootstrap នៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករងថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអានតែផ្ដល់ឱកាសដល់យើងខ្ញុំជាយុវជនឲ្យទទួលបានការបណ្ដុះបណ្ដាលជំនាញបង្កើតគេហទំព័រនេះព្រមទាំងសូមគោរពទៅកាន់លោកគ្រូអ្នកគ្រូទាំងអស់ជាពិសេសលោកគ្រូចាយសុផល និងលោកគ្រូជំនួយគឺសុភត្រាដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀននិងណែនាំពួកយើងកន្លងមកសូមអរគុណសូមជម្រាបលា